បាទសួស្តីមិត្តភាពបងប្អូនទាំងអស់គ្នាតើអ្នកទាំងអស់គ្នាចេះពីពិធីទាញយកបទចម្រៀងឬក៏វីដេអូចេញពី YouTube ទាំងអស់គ្នាហើយឬនៅមិនថាជាប្រភេទ iOS ឬក៏ Android ទេអាចធ្វើតាមវិធីនេះទាំងអស់គ្នាបើសិនជាអ្នកអត់ទាន់ចេះទេអាចធ្វើតាមវិធីដែលខ្ញុំណែនាំបានទាំងអស់គ្នាតោះសាកល្បងទាំងអស់គ្នាមុនដំបូងយើងត្រូវតែចូលទៅកាន់ Play Store ឬ App Store របស់យើងដើម្បីទៅ install កម្មវិធីមួយគឺឈ្មោះថាកម្មវិធី Black Hole អញ្ចឹងយើងចុចចូលមកតោះមកយើងសេចរកពាក្យថា Black Hole Black Hole នេះជា Black Hole Splitter Black Hole Splitter ចឹងទាញកម្មវិធីហ្នឹងមកតែខ្ញុំទាញរួចហើយចឹងខ្ញុំមិនចាំបាច់ install ទេបងប្អូនអ្នកអត់ install អីអាចចុច install មកចេញវិញមកកម្មវិធីមួយនេះខ្ញុំមានហើយកម្មវិធី Black Hole អូខេឥឡូវយើងសាកទៅចូលទៅកាន់ YouTube របស់យើងតោះមកយើងធ្វើការ copy link វីដេអូណាដែលយើងចង់ទាញយកមកយើងធ្វើការ copy វីដេអូដែលយើងចង់ទាញយកមកទីហោថាចង់ទាញបទចម្រៀងមួយនេះមួយចាស់សំបត្តិសំឡេងសិនមិនចង់វារំខានវានិយាយស្ដាប់លឺសំឡេងយើងនិយាយទេតោះមកយើងត្រូវចុចនេះចេញហ្នឹងយើងត្រូវចុចកន្លែងសញ្ញាព្រួយព្រួយរត់ទៅខាងស្ដាំគឺព្រួយចុះក្រោមណាហើយសញ្ញាព្រួយហ្នឹងដើម្បីយើងចូលទៅ copy link របស់វីដេអូហ្នឹងតោះមកយើងនឹងឃើញលោតពាក្យថាចម្លងដំណរបង្កើតសារបង្ហោះនិង remix យើងចុចខាងលើរបស់ហ្នឹងមកចម្លងដំណរបើសិនជាពេលខ្លះទូរស័ព្ទគាត់លោតជាភាសាអង់គ្លេសអញ្ចឹងខាងលើហ្នឹងវាលោតទៅពាក្យថា copy link តែនេះជាភាសាខ្មែរវាលោតចេញថាចម្លងដំណរអញ្ចឹងយើងចុចកន្លែងហ្នឹងមកដើម្បីធ្វើការ copy link របស់វាអូខេប៉ុណ្ណឹងរួចរាល់យើងចូលទៅកាន់កម្មវិធីដែលយើង install ឡើងមិញកម្មវិធី Black Hole ចូលទៅកាន់កម្មវិធី Black Hole តែមុនចង់ចុចត្រង់កណ្ដាលតែឥឡូវវាលោតទៅជាកាន់កម្មវិធីនេះវាលោតទៅជាកម្មនិយាយញ៉ៃបន្តិចចាំមើលដល់វាដើរផុតសិនចុចសញ្ញាខ្វែងនេះហើយចុចសញ្ញាខ្វែងទៀតមកដើម្បីឲ្យបានមកដល់ត្រង់នោះគឺយើងចុចកន្លែងចំណុចកណ្ដាលខ្មៅកណ្ដាលចុចហ្នឹងមកតែមកវាលោតបែបនេះវាលោតមានពីរជម្រើសគឺ don't allow pass និង allow pass អញ្ចឹងយើងចុចកន្លែងក្រោមគេហ្នឹងគឺ allow pass ដើម្បីហា link ដែលយើងបាន copy ពី YouTube មិញហ្នឹងដើម្បីបញ្ចូលកន្លែងហ្នឹងដើម្បីនេះវាកំពុងតែ download កំពុងតែ download បទចម្រៀងដែលខ្ញុំចុចនៅក្នុង YouTube មិញហ្នឹងយករងចាំវានេះមកហើយវាដើរផុតសិនអូខេអញ្ចឹងការ download របស់យើងគឺបានសម្រេចហើយចេញវិញមកហើយយើងចូលទៅកាន់អាល់ប៊ុមរូបភាពរបស់យើងកន្លែង photo របស់យើងយើងចូលមើលតើវាថាវាបានចូលទៅកន្លែងហ្នឹងណាបានចូលទៅកន្លែងកន្លែងរូបថតរបស់យើងឡើងកន្លែង photo នេះចុចកន្លែង photo ហ្នឹងមកវីដេអូដែលខ្ញុំបានទាញមិញនេះវាបានមកនេះជាវីដេអូដែលខ្ញុំបានទាញពី YouTube មិញហ្នឹងជាវីដេអូដែលខ្ញុំបានទាញពី YouTube អញ្ចឹងបើសិនជាបងប្អូនណាដែលគាត់ចង់ទាញវីដេអូអីក៏បានយើងគ្រាន់តែ copy link ដូចខ្ញុំបានណែនាំពីដំបូងមិញហ្នឹងយើង copy link ហើយយកមកយើងចូលមកកាន់ កម្មវិធី Black Hole ហ្នឹងមកទៅមកយើងចុចផាសនៅកន្លែងហ្នឹងមកវានឹងdownload តូមតិចឲ្យយើង